បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏បានវិលត្រឡប់មកជួបពុកម៉ែបងប្អូនទាំងអស់គ្នាសារជាថ្មីទៀតហើយអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទថ្ងៃនេះដែរគឺថ្ងៃទី2ខែ1ឆ្នាំ2026អញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអុកតុងគឺមានតម្រុយអុកតុងកៅអញ្ចឹងនេះគឺជាតម្រុយលេខអុកតុងរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ99អញ្ចឹងនេះគឺជាតម្រុយលេខតូចគ្រាប់ទី1រីឯតម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ48នេះគឺជាតម្រុយលេខតូចគ្រាប់ទី2រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ67នេះគឺជាតម្រុយលេខតូចគ្រាប់ទី3រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ08នេះគឺជាតម្រុយលេខតូចគ្រាប់ទី4រីឯតម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ999គុណអញ្ចឹងតម្រុយលេខធំកុំភ្លេចគុណ9 9គុណរីឯតម្រុយលេខធំគ្រាប់ទី2គឺមានតម្រុយលេខ949គុណ949គុណអញ្ចឹងសូមបញ្ជាក់ម្ដងទៀតតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយម៉ោង 1:30 នាទីតម្រុយម៉ោង 4:30 នាទីនិងតម្រុយម៉ោង 6:30 នាទីតម្រុយលេខអុកតុងគឺមានតម្រុយអុកតុងកៅរីឯតម្រុយលេខតូចគឺមានតម្រុយ4គ្រាប់តម្រុយលេខតូចគ្រាប់ទី1គឺមានតម្រុយលេខ99តម្រុយលេខតូចគ្រាប់ទី2គឺមានតម្រុយលេខ48រីឯតម្រុយលេខតូចគ្រាប់ទី3គឺមានតម្រុយលេខ67រីឯតម្រុយលេខតូចគ្រាប់ទី4គឺមានតម្រុយលេខ08តម្រុយលេខធំគឺមានតម្រុយ2គ្រាប់គុណគ្រាប់ទី1គឺមានតម្រុយលេខ99គុណគ្រាប់ទី2គឺមានតម្រុយលេខ949គុណអញ្ចឹងតម្រុយឆ្នោតវៀតណាមប្រចាំថ្ងៃរបស់ខ្ញុំបាទក៏មានតម្រុយតែប៉ុណ្្នឹងទេខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលា